ជំរាបសួរពុកម៉ែបងប្អូនវិលត្រឡប់មកជួបគ្នាវិញសាច់ថ្មីជាមួយនឹងសាច់រឿងថ្មីថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនទៅស្ដាប់សាច់រឿងមួយដោយសាច់រឿងនេះគឺពាក់ព័ន្ធជាមួយនឹងអាប៊ីសំដោយសារតែគាត់រៀនមន្តអាគមអូមអាមច្រើនពេកតែសំណាងអាក្រក់នៅពេលដែលគាត់ខុសដំណប់គ្រូទើបធ្វើឲ្យគាត់ខ្លាយទៅជាអាបយីសំមិនត្រឹមតែចេះមន្តអាគមអូមអាមទេគាត់ថែមទាំងចេះស្នេហ៍មុខទៀតផងនៅពេលដែលគាត់ខ្លាយទៅជាអាបប្រជាពលរដ្ឋក៏ដូចជាអ្នកស្រុកអ្នកភូមិដែលនៅក្បែរផ្ទះរបស់គាត់តែងតែឃើញភ្លើងហោះជីកពីក្នុងផ្ទះរបស់គាត់ជារៀងរាល់យប់ចឹងកុំឲ្យខាត់ពេលយូរចង់ដឹងថាសាច់រឿងដំណើរដើមទងរឿងអាប៊ីសំតើទៅជាយ៉ាងណាយើងចូលទៅស្ដាប់សាច់រឿងរបស់គ្នាប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងសូមពុកម៉ែបងប្អូនជួយចុច Subscribe Channel YouTube របស់ Admin ម្នាក់មួយផងដើម្បីទទួលបាននូវរឿងថ្មីៗបន្តទៀតពីខ្ញុំបាទតោះឥឡូវយើងកុំឲ្យខាត់ពេលយូរចូលទៅស្ដាប់សាច់រឿងរបស់គ្នាកាលពីដើមយូរលង់ណាស់មកហើយមានប្តីប្រពន្ធពីរនាក់រស់នៅឯជនបទប្តីមានឈ្មោះថាតាធីព្រីឯប្រពន្ធមានឈ្មោះថាយាយសំគាត់មានកូនប្រុសម្នាក់និងកូនស្រីម្នាក់លុះដល់វ័យគាត់ចំណាស់បន្តិចពុទ្ធីក៏ទៅជួញដូរខ្លឹមច័ន្ទនៅឯស្រុកលើយូរទើបគាត់ត្រឡប់មកផ្ទះម្ដងចំណែកឯយាយសំគាត់នៅចាំផ្ទះហើយគាត់បានរៀនមន្តអាគមអូមអាមរួចត្រូវខ្លាយជាគូស្នេហ៍រួចធ្វើអំពើយ៉ាងពូកែស័ក្តិសិទ្ធិធ្វើឲ្យជីវភាពរបស់គាត់កាន់តែធំធាងមួយកម្រិតថែមទៀតប៉ុន្តែជាសំណាងអាក្រក់ដោយសារតែគាត់ខុសដំណំយាយសំក្រៅពីចេះគ្រូមេមត់ចេះស្នេហ៍ចេះធ្មប់យាយសំក៏ខ្លាយទៅជាអាបមួយរូបដ៏គួរឲ្យភ្ញាក់ផ្អើលជារៀងរាល់យប់គាត់តែងតែដកកចេញពីខ្លួនហោះចេញចូលតាមបង្អួចបញ្ចេញពន្លឺពណ៌ខៀវធ្វើឲ្យអ្នកស្រុកអ្នកភូមិផ្អើលគ្រប់គ្នានៅពេលដែលកូនប្រុសកូនស្រីរបស់គាត់ដេកលក់យ៉ាងស្កប់ស្កល់យាយសំតែងតែនោបហោះចេញពីបន្ទប់សំណាក់សិលដែលមានបាយសី9ជ្រួតមានទៀនធូបយ័ន្តមានខ្នាយមានឆ្អឹងក្បាលខ្មោចស្កេះស្កាស់គួរឲ្យព្រឺក្បាលនៅថ្ងៃមួយកូនប្រុសកូនស្រីរបស់យាយសំទាំងពីរនាក់បានត្រឡប់មកពីធ្វើស្រែក៏បានជួបនឹងអ្នកភូមិចំនួន5នាក់កំពុងតែដកស្ទូងនៅក្បែរនោះដែរប៉ុន្តែមានស្ត្រីវ័យចំណាស់ម្នាក់ដែលគាត់មានឈ្មោះថាយាយច័ន្ទក៏បានក្រឡេកឃើញកូនយាយសំទាំងពីរនាក់រួចគាត់ក៏បានហៅកូនយាយសំទាំងពីរនាក់មកប្រាប់ពីរឿងរ៉ាវរបស់យាយសំពេលដែលអ្នកទាំងពីរដើរមកដល់កន្លែងយាយច័ន្ទហើយយាយច័ន្ទក៏បានសួរថាម៉ែក្មួយប្រុសមួយស្រីតើរាល់ថ្ងៃនេះឯងមានដឹងរឿងរបស់ម៉ែឯងទេគ្រាន់តែលើយាយច័ន្ទនិយាយដូច្នេះអ្នកទាំងពីរក៏បានឆ្លើយទៅព្រមគ្នាថាតើមានរឿងអីទៅអ៊ំពេលនោះយាយច័ន្ទគាត់ក៏បានឆ្លើយទៅវិញថាគឺម៉ែឯងជាអាបណាគ្រាន់តែលើដូច្នេះកូនស្រីរបស់យាយសំក៏មានការភ្ញាក់ផ្អើលបន្តិចដែរដល់ពេលនោះកូនស្រីរបស់យាយសំក៏បានសួរទៅយាយច័ន្ទថាអាបនឹងមិនទៅអ៊ំពេលនោះយាយច័ន្ទគាត់ក៏បានឆ្លើយទៅវិញថាអាបគឺនៅពេលយប់ជ្រៅកាលណាអាបវាតែងតែដកកដកពោះវៀនហោះរកស៊ីពួកជ្រាំទុកឈាមនិងសុបតាមផ្ទះតាមភូមិនិមាបើឯងមិនជឿទេពួកឯងចាំលុបមើលទៅបើមួយមកពីយប់មករងាម្ដងឯងនឹងឃើញហើយតែឥឡូវពួកឯងទាំងពីរសន្យាជាមួយនឹងអ៊ំសិនពួកឯងទាំងពីរកុំយករឿងនេះទៅប្រាប់ម្ដាយឯងថាអ៊ំជាអ្នកប្រាប់ឲ្យសោះបើគាត់ដឹងគាត់ប្រកាសជាធ្វើអំពើដាក់អ៊ំមិនខានឡើយពេលដែលអ្នកទាំងពីរស្ដាប់យាយច័ន្ទនិយាយរួចរាល់ហើយពួកគេទាំងពីរក៏យល់ព្រមជាមួយនឹងយាយច័ន្ទបន្ទាប់មកពួកគេក៏ដើរងស់ទៅទាំងទឹកមុខក្រៀមក្រំនៅពេលដែលពួកគេទាំងពីរនាក់ដើរតាមផ្លូវបណ្ដាលកូនស្រីនិងកូនប្រុសរបស់យាយសំក៏បានពិភាក្សាគ្នាថាយប់នេះពួកយើងទាំងពីរត្រូវតែលួចមើលម៉ែឲ្យច្បាស់នៅភ្នែកតើដោយពាក្យគេនិយាយមែនឬក៏អត់ពេលនោះកូនស្រីរបស់យាយសំដែលមានឈ្មោះថានីតាក៏បាននិយាយទៅប្រាប់បងប្រុសគេដែលមានឈ្មោះថាដារិតរួចគេបាននិយាយថាខ្ញុំដូចជាសង្ស័យដែរព្រោះថាម៉ែរបស់យើងគាត់ដូចជាមានស្នាមកហើយមួយថ្ងៃគាត់គិតតែពីអង្គុយសូត្របាលីខ្សឹបនៅមុខអាសនៈរបស់គាត់ពេលនោះបងប្រុសគេដែលមានឈ្មោះថាដារិតក៏បានតបទៅនីតាវិញថាមែនហើយមួយរយៈនេះបងបបួលគាត់ទៅវត្តប្រមាណដងដែរតែគាត់មិនព្រមទៅសោះ
ឥឡូវដើម្បីឲ្យដឹងការពិតយប់នេះយើងកុំដេកឲ្យសោះចាំពេលមាត់ដល់យើងម្ដងពួកយើងទាំងពីរទៅលុបមើលបន្ទប់របស់គាត់នោះពាក់កណ្ដាលត្រៀតប្រហែលម៉ោង1បន្តិចកូនទាំងពីររបស់យាយសំបាននាំគ្នាពួនក្បែរកុំជែកព្រំពេចនោះពួកគេទាំងពីរពិតជាបានឃើញម្ដាយរបស់គេហោះចេញតាមមាត់បង្អួចពិតមែនបន្ទាប់ពីយាយសំហោះចេញទៅផុតហើយពួកគេទាំងពីរក៏ប្រញាប់ប្រញាល់ឡើងទៅមើលនៅក្នុងបន្ទប់របស់យាយសំនៅពេលដែលគេឡើងទៅមើលគឺឃើញមានតែអាសនៈហើយមានតែខ្លួនម្ដាយមិនមានក្បាលឡើងទើបធ្វើឲ្យពួកគេមានការភ័យខ្លាចជាខ្លាំងប៉ុន្តែទោះបីជាមានការភ័យខ្លាចយ៉ាងណាក៏ពួកគេទាំងពីរនៅទ្រាំដល់ព្រឹកស្រាងស្រារួចពួកគេក៏វិចបង្វិចរត់ទៅផ្ទះលោកយាយរបស់គេដែលមានឈ្មោះថាយាយសននៅជិតភូមិនោះដែរចំណែកឯយាយសំវិញកាលបើដឹងថាកូនរបស់គាត់រត់ចេញពីផ្ទះដូច្នេះគាត់ក៏ទៅតាមកូនរបស់គាត់ត្រឡប់មកវិញតែកូនរបស់គាត់ទាំងពីរមិនព្រមត្រឡប់មកវិញឡើយពេលនោះគាត់អន់ចិត្តនឹងកូនគាត់ខ្លាំងណាស់តែគាត់ក៏ទ្រាំរស់នៅម្នាក់ឯងនៅក្នុងផ្ទះដ៏ធំនេះទៅប៉ុន្មានខែក្រោយមកប្តីរបស់គាត់ក៏បានត្រឡប់មកវិញតែនៅតាមផ្លូវគេបាននិយាយប្រាប់គាត់ជាច្រើនអ្នកព្រមទាំងកូនប្រុសកូនស្រីរបស់គាត់ផងដែរតែគាត់នៅតែមិនជឿនោះទេព្រោះគាត់នឹកប្រពន្ធគាត់ខ្លាំងពេកពេលដែលតាធីត្រឡប់មកដល់ផ្ទះគាត់ក៏បានសួរទៅប្រពន្ធគាត់ថារឿងដែលអ្នកស្រុកអ្នកភូមិឬក៏កូនប្រុសកូនស្រីរបស់គាត់និយាយប្រាប់វាជារឿងពិតដែរឬទេរំពេចនោះយាយសំក៏បានបដិសេធថាមិនពិតទេគឺពួកគេទាំងនោះmuốnបង្កាច់គាត់ព្រោះពួកគេទាំងនោះច្រណែននឹងគាត់ព្រោះឃើញគាត់ជាគ្រូហើយរកលុយបានច្រើនពេលដែលតាធីលើយាយសំនិយាយដូច្នេះហើយគាត់ក៏រៀនធូរស្រាលចិត្តមកបន្តិចរួចគាត់ក៏បាននាំប្រពន្ធគាត់ឡើងទៅលើផ្ទះទៅលុះដល់យប់ឡើងតាធីនិងយាយសំមានការល្អូបអើនជាមួយនឹងគ្នាខ្លាំងណាស់រួចតាធីគាត់បាននិយាយប្រាប់ប្រពន្ធគាត់ពីការទៅរកស៊ីនិងសំណេះសំណាលពីនេះពីនោះតាមរបៀបចាស់ទុំពេលដែលនិយាយយូរទៅតាធីគាត់ក៏បានសម្រាមនងលក់ទៅយប់នេះយាយសំមិនចេញទៅរកស៊ីចំណីនៅខាងក្រៅទេព្រោះគាត់ខ្លាចតាធីដឹងស្អែកឡើងយាយសំរមួតពោះចេញទឹកមាត់ច្រាប់ច្រោបលាតអណ្ដាតភ្លឹបភ្លែតភ្លឹបភ្លែតទោះជាបាយសំណល់ឆ្ងាញ់ប៉ុណ្ណាក៏យាយសំមិនពិសាដែរធ្វើឲ្យតាធីមានការសង្ស័យជាខ្លាំងពេលនោះតាធីគាត់ក៏មិនអស់ចិត្តនៅយប់បន្ទាប់តាធីគាត់បានធ្វើជាសម្រានលក់ទៅរួចគាត់ធ្វើជាស្រមុកខួទៀតផងយាយសំកាលបើឃើញតាធីដែលត្រូវជាប្តីគាត់សម្រានលក់បែបនេះគាត់ក៏ដើរលបលបចូលទៅក្នុងបន្ទប់អាសនៈរបស់គាត់រួចគាត់ក៏ដកកចេញពីខ្លួនហោះទៅតាមបង្អួចបាត់ទៅគ្រាន់តែឃើញភ្លើងហោះចេញទៅភ្លាមតាធីគាត់ក៏បានដើរលបលបចូលទៅក្នុងបន្ទប់អាសនៈរបស់យាយសំពេលដែលចូលទៅក្នុងបន្ទប់អាសនៈរបស់យាយសំភ្លាមតាធីគាត់បានគាំងស្មារតីស្រឡាំងកាំងនិយាយអីលេងចេញទៅហើយបន្ទាប់មកតាធីគាត់ក៏មានកំណត់មួយគាត់បំរុងនឹងចូលទៅបង្វិលខ្លួនយាយសំឲ្យដេកកាប់មុខទៅហើយរំពេញនោះគាត់ក៏បានឃើញភ្លើងយាយសំហោះមកវិញពេលនោះតាធីគាត់ក៏បានប្រញាប់ប្រញាល់ទៅសំងំក្នុងបន្ទប់វិញនោះដល់ពេលព្រឹកឡើងតាធីគាត់ក៏បានធ្វើខ្លួនដូចជាគ្មានរឿងអ្វីកើតឡើងរួចគាត់ក៏បានធ្វើជាបបួលយាយសំទៅវត្តប៉ុន្តែត្រូវបានយាយសំបដិសេធដាច់ខាតគ្រាន់តែលើយាយសំបដិសេធដូច្នេះតាធីគាត់ក៏បាននិយាយតបទៅយាយសំវិញថាអញ្ចឹងមិនអីទេឯងនៅផ្ទះចោះទុកឲ្យខ្ញុំទៅវត្តតែម្នាក់ឯងបានហើយគ្រាន់តែនិយាយចប់ភ្លាមតាធីគាត់ក៏បានរៀបចំខ្លួនដើម្បីទៅវត្តតែការពិតគឺគាត់មិនបានទៅវត្តនោះទេគឺគាត់បានធ្វើដំណើរទៅកន្លែងកូនប្រុសកូនស្រីរបស់គាត់និងទៅជួបម្ដាយរបស់គាត់ដែលមានឈ្មោះថាយាយសពេលដែលតាធីទៅដល់ផ្ទះម្ដាយរបស់គាត់គាត់ក៏បានទៅនិយាយជាមួយនឹងកូនប្រុសកូនស្រីរបស់គាត់រួចតាធីគាត់ក៏បានសួរទៅកូនប្រុសស្រីរបស់គាត់ទាំងពីរនាក់ថាតើម្ដាយរបស់ឯងខ្លាយទៅជាបែបនេះតាំងពីពេលណារំពេចនោះកូនស្រីរបស់គាត់ដែលមានឈ្មោះថានីតាក៏បានឆ្លើយមកវិញថាខ្ញុំមិនដឹងដែរពុកគ្រាន់តែមួយរយៈចុងក្រោយខ្ញុំចេះតែឃើញម៉ែមានស្នាមកហើយខ្ញុំទាំងពីរនាក់ក៏បបួលម៉ែទៅវត្តដែរប៉ុន្តែគាត់មិនទៅតតែសោះហើយពួកខ្ញុំក៏មិនបានចាប់អារម្មណ៍អ្វីដែររហូតដល់ថ្ងៃមួយពួកខ្ញុំទាំងពីរនាក់ក៏បាននាំគ្នាមកពីស្រែហើយខ្ញុំក៏បានជួបនឹងអ៊ំច័ន្ទហើយអ៊ំច័ន្ទគាត់ក៏បានប្រាប់រឿងម៉ែមកឲ្យខ្ញុំទាំងពីរនាក់ទៅដំបូងពួកខ្ញុំទាំងពីរនាក់មិនជឿឡើយ
ប៉ុន្តែអ៊ំច័ន្ទគាត់ក៏បានប្រាប់ខ្ញុំទៀតថាពេលដែលម៉ោង1កន្លះយប់ឲ្យពួកខ្ញុំទាំងពីរចាំលុបមើលម៉ែទៅនឹងឃើញហើយបើសិនជាពួកខ្ញុំមិនជឿនៅពេលដែលអ៊ំច័ន្ទនិយាយប្រាប់ហើយពួកខ្ញុំទាំងពីរនាក់ក៏បានធ្វើទៅតាមអ៊ំច័ន្ទនៅពេលដែលម៉ោង1កន្លះពួកខ្ញុំបានឃើញម៉ែដកកចេញពីខ្លួនពិតមែនពេលនោះពួកខ្ញុំទាំងពីរភ័យខ្លាំងណាស់ប៉ុន្តែពួកខ្ញុំទាំងពីរនៅតែទ្រាំរហូតដល់ព្រឹកឡើងទើបខ្ញុំសម្រេចចិត្តរត់ចេញពីផ្ទះមកផ្ទះលោកយាយទៅគ្រាន់តែតាធីស្ដាប់ការរៀបរាប់របស់កូនគាត់រួចហើយគាត់ក៏បានទៅពិភាក្សាជាមួយនឹងម្ដាយរបស់គាត់ដែលមានឈ្មោះថាយាយសនថាគួរធ្វើម៉េចចំពោះប្រពន្ធរបស់គាត់នៅពេលនោះម្ដាយរបស់គាត់ក៏បានឲ្យយោបល់ទៅតាធីថាបើសិនជាឯងចង់ធ្វើបាបប្រពន្ធរបស់ឯងនៅពេលដែលប្រពន្ធរបស់ឯងដកកចេញពីខ្លួនឯងត្រូវតែនោបចូលទៅក្នុងបន្ទប់របស់គេរួចឯងត្រូវតែបង្វើខ្លួនរបស់គេឲ្យដេកប្រកាប់មុខហើយនៅពេលដែលគេហោះចូលទៅក្នុងខ្លួនប្រាណរបស់គេវិញនោះក្បាលរបស់គេនឹងបែរបុកមកក្រោយហើយនោះតាធីស្ដាប់ការរៀបរាប់ឬក៏ការផ្ដល់យោបល់របស់ម្ដាយគាត់ហើយគាត់ក៏បានត្រឡប់មកផ្ទះវិញដំបូងតាធីគាត់មិនហ៊ានធ្វើឡើងដោយនៅយប់មួយពេលដែលគាត់សម្រាននោះប្រពន្ធរបស់គាត់ក៏បានដកកចេញពីខ្លួនដូចសពមួយដងដំបូងគាត់គិតថានឹងចូលទៅបង្វើខ្លួនរបស់ប្រពន្ធគាត់ប៉ុន្តែគាត់ពិតជាមិនបាច់ចិត្តសោះគាត់បានដេកកនឹក3-4យប់តម្រាំនឹងគាត់ដែលចិត្តថាបង្វើខ្លួនរបស់ប្រពន្ធគាត់ដោយនៅយប់មួយតាធីគាត់ក៏បានធ្វើពុតជាសម្រាមលក់រួចប្រហែលជាម៉ោង1កន្លះប្រពន្ធរបស់គាត់ក៏បានដកកចេញទៅស៊ីកូនក្អាត់ចេញទៅស៊ីពួកជ្រាំដូចសពមួយដងគ្រាន់តែប្រពន្ធគាត់ហោះចេញទៅព្រាមតាធីគាត់ក៏បានប្រញាប់ប្រញាល់ចូលទៅក្នុងបន្ទប់របស់ប្រពន្ធគាត់រួចគាត់ក៏បានបង្វើខ្លួនប្រពន្ធរបស់គាត់ឲ្យដេកកាប់បុកបន្ទាប់ពីតាធីបានបង្វើខ្លួនរបស់ប្រពន្ធគាត់ហើយគាត់ក៏បានត្រឡប់បោកបន្ទប់គាត់វិញនៅពេលដែលប្រពន្ធគាត់ត្រឡប់ចូលមករូបរាងកាយវិញគឺចូលខ្លួនតែមួយច្រាស់រូបនៅពេលដែលព្រឹកឡើងយាយសំគាត់ក៏បានដឹងខ្លួនថាមុខរបស់គាត់គឺបានបង្វិលមកក្រោយនៅពេលនោះគាត់ព្យាយាមដកកមកវិញប៉ុន្តែគឺដកចេញពីខ្លួនមិនបានទេព្រោះយាយធីក៏បានដើរថយក្រោយទៅសំពាក់ប្តីរបស់គាត់និងសុំអង្វរប្តីគាត់ទាំងទឹកភ្នែកខណៈពេលនោះតាធីកំពុងតែដេកគង់តាក់ខ្លាធ្វើមិនដឹងឯយាយសំវិញគិតតែពីយំអង្វរតាធីថាអូវីអើយខ្ញុំខុសហើយខ្ញុំបានកុហកឯងមែនយល់ដល់យើងធ្លាប់ជាប្តីប្រពន្ធយប់នេះសូមឯងបង្វើខ្លួនខ្ញុំមកមុខវិញមកពេលនោះតាធីគាត់ក៏បាននិយាយថានេះហើយជាផុសតាំងជាក់ស្ដែងខ្នងមកមុខទៅក្រោយមិនអីទេចាំខ្ញុំបង្វើខ្លួនឯងមកវិញតែខ្ញុំឈប់នៅជាមួយនឹងយាយឯងទៀតហើយបន្ទាប់ពីតាធីបាននិយាយហើយពេលយប់ឡើងយាយសំគាត់ក៏បានដកករួចតាធីគាត់ក៏បានចូលទៅបង្វើខ្លួនយាយសំឲ្យត្រឡប់មកធម្មតាវិញលុះស្អែកឡើងតាធីគាត់ក៏បានវិចវង្វេចចេញទៅពីយាយសំបាត់ទៅចំណែកឯយាយសំវិញកាលបបាយពីប្តីនិងកូនមកហាក់បីដូចជាមានសេរីភាពខ្លាំងណាស់យប់ឡើងគាត់ចង់ហោះចេញចូលស្មានណាក៏បានគាត់ហោះជ្រៀតជ្រោកគ្រប់ច្រកដ៏ហោស្វែងរកផ្ទះអ្នកស្រុកក្រែងមានមនុស្សឬសត្វសម្រាប់កូននិងបានហត់ឈាមនិងស៊ីសុទ្ធជាអាហារផងដែរប៉ុន្តែអ្នកភូមិតែងតែកាប់បន្លាដាក់ក្រោមផ្ទះត្រង់កន្លែងមានភក់ជ្រាំនិងកន្លែងដែលមានឈាមហើយយកសុទ្ធទៅកប់ក្នុងដីយ៉ាងច្រើននិងស្រាប់បន្លាពីលើបន្ថែមទៀតផងធ្វើឲ្យយាយសំដែលជាអាពិបាកនៅក្នុងការរកចំណីខ្លាំងណាស់មានយប់មួយក្រៅពីរកចំណីតាមភូមិមិនបានហើយយាយសំដែលជាអាបនោះក៏បានហោះទៅតាមវាលស្រែដល់រកចាប់កូនកែបនិងត្រីដែលងាប់ដើម្បីមកឆេជាអាហារយប់នោះគាត់បានហោះទៅជួបនឹងក្មេងប្រុសមួយក្រុមដែលកំពុងតែដាក់បកាយត្រីម្នាក់មានកូនកែបដាក់នៅក្នុងថង់កំណាត់ក្នុងចំណោមក្មេងទាំងនោះមានកុមារាម្នាក់រាងខើនិងមាត់ដាច់ជាងគេកុមារាម្នាក់នោះមានឈ្មោះថាចម្រុងកំពុងតែអោចំទឹកដាក់នៅបកាយព្រាមនោះយាយសំហោះមកសកាំងពីខាងក្រោយរំពេចនោះចម្រុងគាត់ក៏បាននន់មាត់ថាយើអាណាបើចាំងពិលដាក់គួតអញអីក៏ខ្លាំងម្លេះឲ្យត្រីអញអស់ហើយវើយរំពេចនោះក៏មានក្មេងម្នាក់ទៀតបានក្រឡេកឃើញតន់រួចក៏ស្រែកថាលើងអាបទេអានេះអាបនៅពីក្រោយឯងចម្រុងគ្រាន់តែនេះដូច្នេះគេក៏បានញាក់ទៅក្រោយរួចរូបគេក៏បានឃើញអាបពិតមែនរំពេចនោះគេភ័យរញាស់ខ្លួនទៅហើយរួចគេក៏រត់ដួលកាប់បុកទៅនឹងស្រែហើយក៏ស្រែកព្រោះសំឡេងថាអាបអាដែងជួយអញផងដោយសារតែក្មេងមួយក្រុមនោះមានគ្នាច្រើនទើបធ្វើឲ្យពួកគេពុំខ្លាចអាបសោះឡើងប៉ុន្តែបែរជាពួកគេនាំគ្នារើសដុំដីគប់យាយអាបនោះទៅវិញក្មេងខ្លះទៀតតាមបាញ់យាយសំនឹងចំពានកៅស៊ូធ្វើឲ្យយាយសំដែលជាអាបហោះឡើងខ្ពស់ទាំងប្រលឹងចុងសក់រួចយាយសំគាត់ក៏បាននន់មកនិយាយថាយោពួកអាដាយអស់នេះមិនខ្លាចអញសោះវើយ
Hàng tiếng nóm kia đánh bánh anh vinh. Hỏi tham tiếng nóm kia bánh vi nâng bài crop này anh tiết. Của ai chăm mơ cho. Còn oi đại phộp ai xó ná. Bảo mình đôi chân tê. Anh nâng khám slip cho chia. Nâng bơ chiêm oi chân anh muôn mà đòn. Ha 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 ha. Bé nụ. Dây xóm khăn nâng buộc mệt mấy khả bề. Cột có ho nhàng nươn. Xâm đau tập khúc mùi tiệt. Đã xa tại cột rồi vô tập thấy. Rồi vô tại nhẹ chốc nhẹ làng. Cột có bán hót tờ tẹ nâng cung rồi xây mưa cống. Đại này các bạn ngọt bề. Rồi cột có rớp bầm rụi lại. Bằng tọp máu. Mê cọc nư đầm mộng. Đó bề bật lãng. Sát cái để hà rục xí chầm này. Cá bởi vì bạn khơi phổ biến. Khơi thlau. Suột vào mặt rồi bỏ dây xóm. Bạn chốt rồi này là nón bình cung rồi xây. Bề nút. Sát cái biết mà thật chi chầm nấy. Biết có ho một chất hay si chia hà. Đời xa tại dây xóm cột phây khlang bế. Cốt cọp rừng sáy làm rốt xâm đề. Trong này ạc ai nút. Cá vào bàn lưu xâm lên dây xóm sáy khlang bế. Biết có bàn phây. Hay biết có hà chênh bạch tầng. Rồng bình nút sạp tài miệng bồ ròm nè. Có bông tài ổng cùi lửa tuột bái nụ đà. Bê lưới dây xóm sài. Bồ ròm nè nút có sổ thà. Nè na cây nắng. Ấy có sài bàn kbô mà lé. Môi tẻ đăng. Rồng bình nụ. Dây xóm có bà chá từ bệnh thà. Tê tê cháu. Dây để tá. Dây chi mà nụ tê. Cháu chua dây phong. Chăm dây ơi mế bàm chí. Dộp tờ cá bạc bồn. Bồ ròm nút cá bà bàn khơi dây xóm chị áp. Cốt có miệng cồn chất ảnh nít khả đà. Bởi giảng. Cốt trong bàn miệng cá bạc bồn sạp phóng. Cốt cơ trở lại thà. Dí, bàm chi mến để ấy dây. Dây công của họ khiêm ná. Bế nụ, dây xóm cột cả bàn trở lại từ bên thà. Dây mình của họ chào tê. Tại cháu, chui lẽ rừng ní ở dây phong. Công práp một nà kế ấy đánh ấy sọ. Bồ rò mà nẹ nụ có bàn vô prốm cho mình nâng xâm ná ra bao dây xóm. Nụ đọc bê này dây hai. Bồ rò mà nẹ nụ có bàn chô tật đà dây xóm ở trên bị công rồi xây nâng tờ. Tại lớn, dây xóm tu cổ mà đào một bạc quốc xài khó bàm chí ở tới công lọ nụ. Chạp tam bị bê nụ máu. Dây xóm có bầm sân họ chánh tờ nà nhập nhồi tì. Tự thua ấy quát. Sạc xó chùm này à ha. Rồi quát. Có thể luôn chứ gia đồng nòng. Bây giang quát. Mê rô bốc rừng khổng. Đã kẹ nâng bình lá rồi xây phóng. Hai cái ái chất xì phóng. Tự thua ấy quát. Miên chùm nứa đạm rày. Hai mì giang. Mây cột chát sạp phóng. Bình dụ bình mán. Cốt có tờ tuôn mối đầm nạp hiệp tầng. Chùm này ép đấy. Nâng cố được bọc quạt. Cả bà bàn lưu đầm nâng. Thả dây xómตัวมรณะเพียบหายพวกกดกับบานมาเถื่อบนตามประเพณีเอาdây xómเติงจำนายไอdây xómตัวใบจีกดสลับตึกหายคนตายประเลิงระบบกดเนื้อใต้บวลบวลตามลมมันลายเนื้อศพเนื้อพุ่มแต่ในกบายนุมันเอาดูเนื้อบ้านศพลายโดยเนื้อศพเนื้อพุ่มแต่ในกบายนุตายทะลุสำในdây xómทั้งมวยจีเรียงรอยกเนื้อวิเลียมองดับปีกันดาระเตียนให้จีเรียงรอยกเอาตายเลือสำในdây xómทั้งงูสัตว์คลายสระหนึ่งสัตว์บีมตายแต่ยมมันตัดหมดสอบให้จำนายอาชกายก่อนลูกเราหดดอกตึกลื้อแต่มาดองดอยไงมวยมีนบดอมันแน่ได้รู้เนื้อกบาดคุมหมดได้กดกับบานตะพักเนื้อแกปุกมาระบอกกดเนื้อแอบพุ่งมวยตีประกอบเมาส์ยกประหายจีมองดอกบดอมันแน่นุกับบานตันลับหมดวิ่งเนื้อเปดกดตันลับหมดวิ่งกดกับบานดากักหมดแต่ระบอกยี่ซอมรูปเป็ดนุกดไม่สับเพียบสับังสับพ้องกดกับบานนอนมอดใส่ห้ายี่ซอมค่ะยี่ซอมยี่ซอมเอ้ยยี่ซอมเนื้อเต๋รูปเป็ดนุมันตัวปีบดอมันแน่นุbạn hào cho một dây xóm hỏi sạp tạiประเลิง dây xóm hót chênh màu hỏi tập mộtระบอก dây xóm คือปุ๊บเป็นตลอดชีมhỏiจำนายแอปนี้ระบอกกวดคือเลี้ยนหลังกระลอดเจงมองการคราแต่มาดองhỏiจำนายไออันดาระบอก dây xóm คือเลี้ยนเขียดอดใดแต่มาดองกรอนตาบอรองมันแนวเคยพลิ้มกดหลังสระลางกังในเยาวัยเล่นเจงแต่มาดองhỏiยังกระเลยเติมมือขาวระบอกกวดคือกดไพ่หลังเรียนโนมดักขาวเตอหางhỏi dây xóm ก้าบบานคืนดิชแน่กดกับบานสายลังลือรำโพงเป็นไพร่แต่มดองเปนูบรอไม่ได้นกกับจียืมรถได้คนตายกดฮัดใบได้จิตชินเจอรบมันรวยต่อแต่ซอได้ซาแต่ได้ระบอยเยสมกดบานปนุดเมาจับเจอระบอบรอไม่ได้นุจบบัตเตอร์หายเกิดเปิดอ้อยบรอไม่ได้นุมันอาจเชียนเจอตัวหมกบานบรอไม่ได้นุกับบานเนี่ยตะกราวหายกดกับบานมือตะคางกราวรำเป็ดนุกดกับบานเคยได้เยสมกำปงแต่จับเจอระบอกกวาดรำเป็ดนุกับบานเยสมก็บานตัดแฉะไปเลยสมาร์ทหมดดอดใดหอยกับบานระบอยเยสมก็บ้านเราเมียนหมกบายเจอระบอบรอมันแหนนูรูปเป็ดนูกับบานระบอยเยสมกับบานยมดับบรอมันแหนนูได้จะหาถือเอาบรอมันแหนนูสลับบัตรสมาร์ทใดเติงนูปรึกลางแหนคุมกับบานดากับหมกเตยเยสมเก้กับบานปัดแต่เคยบรอมันแหนนูได้สำหรับมันหมกเตยเยสมบัตรถือหอยเนเป้ได้กดดังขล้วนกดกับบานเรียบรอเรื่องราวแต่งออกได้กดบานจุบเตียกาไปยุบมิ้งเตอปราดในสำนักพบใหม่บานดัง
គ្រាន់តែនិយាយរួចរាល់ហើយអ្នកស្រុកអ្នកភូមិក៏មានអារម្មណ៍ថាភ័យខ្លាចនិងមានការរអាជាខ្លាំងដោយនៅយប់មួយក្មេង 4-5 នាក់ដែលឆ្លុះក្នុងការពីយប់មុនហើយក៏ជាក្រុមក្មេងដែលដេកបាញ់យាយសំការពីគាត់នៅជាអាបក្មេងមួយក្រុមនោះបាននាំគ្នាទៅឆ្លុះក្នុងការបីសពមួយដងហើយថ្ងៃនេះពួកគេទាំងនោះក៏បាននាំគ្នាដើរកាត់មុខផ្ទះយាយសំគ្រាន់តែពួកគេដើរកាត់មុខផ្ទះយាយសំស្រាប់តែពួកគេបានលើសំឡេងយាយសំស្រែកថាយកអាពួកក្មេងចង្រៃពួកឯងហ៊ានដើរកាត់មុខផ្ទះយើងឯងកាលពីយើងនៅជាអាបពួកឯងហ៊ានគប់យើងហ៊ានយកចំពាមដេញបាញ់យើងថ្ងៃនេះយើងនឹងលងពួកឯងឲ្យបាក់ស្បាតម្ដងគ្រាន់តែយាយសំនិយាយហើយក្មេងមួយក្រុមនោះក៏បាននាំគ្នានិយាយថាចំសំឡេងណាគេអាដែងឮចេញពីផ្ទះធំនោះហើយសំឡេងដូចជាសំឡេងមនុស្សចាស់វែងព្រំពេចនោះស្រាប់តែយាយសំហោះចេញមកពីក្នុងផ្ទះក៏បានឈប់នឹងមុខក្មេង 4-5 នាក់នោះទៅហើយចំណែកឯទឹកមុខរបស់យាយសំគឺពោពេញទៅដោយឈាមពោពេញទៅដោយដំបាំងហើយចំណែកឯផ្ដេករបស់យាយសំគឺឡើងលៀងក្រឡោតចេញមកខាងក្រៅតែម្ដងហើយចំណែកឯសក់ក្បាលរបស់យាយសំវិញគឺឡើងវិញអំណាចតែម្ដងក្មេងទាំងអស់នោះកាលបើបានឃើញសភាពយាយសំដូច្នេះពួកគេក៏នាំគ្នាដាក់មេប្រូចរត់ទៅផ្ទះវិញរៀងខ្លួនទៅនៅពេលព្រឹកឡើងពួកគេក៏បានយករឿងរ៉ាវទាំងអស់នោះទៅប្រាប់អ្នកស្រុកអ្នកភូមិឲ្យបានដឹងជាបន្តទៀតអ្នកស្រុកអ្នកភូមិកាលបើបានឮដូច្នេះហើយខ្មោចយាយសំនៅតែបន្តលងអ្នកស្រុកអ្នកភូមិមិនចុកមិនចូលសោះពួកគេក៏បានសម្រេចចិត្តទៅប្រាប់មេភូមិរួចមេភូមិក៏បានទៅនិមន្តព្រះសង្ឃរួចតាអាចារ្យដើម្បីមកធ្វើពិធីហៅប្រលឹងយាយសំមកសួរនាំគ្រាន់តែតាអាចារ្យក៏ដូចជាព្រះសង្ឃបានមកដល់ផ្ទះយាយសំព្រាមទាំងតាអាចារ្យទាំងព្រះសង្ឃក៏បានរៀបចំពិធីហៅប្រលឹងយាយសំមកសួរនាំគ្រាន់តែរៀបចំពិធីរួចរាល់ហើយព្រះសង្ឃក៏ចាប់ផ្ដើមសូត្រធម៌រពេចនោះប្រលឹងយាយសំក៏បានចេញមករួចតាអាចារ្យក៏ដូចជាព្រះសង្ឃក៏បានសូត្រនាំទៅលើយាយសំថាហេតុអ្វីបានជាយាយសំមិនព្រមទៅចាប់ជាតិហេតុអ្វីក៏យាយសំនៅតែវល់វល់តាមលោកបន្លាចអ្នកស្រុកអ្នកភូមិមិនឲ្យរស់នៅបានសុខរំពេចនោះយាយសំគាត់ក៏បាននិយាយថាដោយសារគាត់នៅរងចាំសំទោសប្តីនិងកូនរបស់គាត់ព្រោះចាប់តាំងពីគាត់ស្លាប់ទៅគាត់មិនដែលបានឃើញមុខប្តីនិងកូនរបស់គាត់ឡើយដោយថ្ងៃមួយគាត់បានព្យាយាមចូលទៅផ្ទះម្ដាយគាត់ដែលឈ្មោះថាយាយសនប៉ុន្តែគឺចូលមិនបាននោះទេដោយសារតែផ្ទះម្ដាយរបស់គាត់គឺមានចំនួនផ្ទះនិងបរិញ្ញគង្វានៅចាំថែរក្សានៅពេលដែលគាត់ចូលទៅគឺចំនួនផ្ទះនិងបរិញ្ញគង្វាហាមមិនឲ្យគាត់ចូលទៅជាដាច់ខាតគ្រាន់តែព្រះសង្ឃនិងតាចារ្យលើដូច្នេះហើយពួកគាត់ក៏បានសម្រេចចិត្តឲ្យអ្នកស្រុកអ្នកភូមិទៅតាមប្តីរបស់យាយសំនិងកូនរបស់យាយសំមកជួបយាយសំជាលើកចុងក្រោយគ្រាន់តែលើដូច្នេះហើយអ្នកស្រុកអ្នកភូមិក៏បានទៅហៅប្តីនិងកូនរបស់យាយសំឲ្យមកជួបយាយសំជាលើកចុងក្រោយគ្រាន់តែប្តីរបស់គាត់និងកូនរបស់គាត់មកដល់ភ្លាមស្រាប់តែយាយសំក៏ស្រែកទ្រហោយំយ៉ាងខ្លាំងរួចយាយសំគាត់ក៏បាននិយាយថាឲ្យវាឲ្យខ្ញុំសុំទោសដែលខ្ញុំមិនស្ដាប់ឯងព្រោះពីដំបូងឯងបានប្រាប់ខ្ញុំដែរថាកុំឲ្យខ្ញុំលោកនាំជាមួយនឹងអំពើអូមអាមឬអាគមអូមអាមនេះអីប៉ុន្តែខ្ញុំមិនស្ដាប់ឯងទេពេលនេះខ្ញុំស្ដាយក្រោយខ្លាំងណាស់ប៉ុន្តែទោះបីជាយ៉ាងណាក៏វាហួសពេលទៅហើយសូមឲ្យវាលើកលែងទោសឲ្យខ្ញុំផងបន្ទាប់ពីយាយសំនិយាយជាមួយនឹងប្តីរបស់គាត់ហើយគាត់ក៏បានងាកទៅនិយាយជាមួយនឹងកូនប្រុសកូនស្រីរបស់គាត់បន្ថែមទៀតរួចគាត់ក៏បាននិយាយទាំងទឹកភ្នែកថាកូនម្ដាយខុសហើយម្ដាយជាម្ដាយមិនបានការម្ដាយជាម្ដាយមិនល្អម្ដាយគិតតែពីខ្លួនឯងម្ដាយមិនគិតពីអនាគតកូនសោះឲ្យម្ដាយសុំទោសណាកូនគ្រាន់តែនិយាយរួចរាល់ហើយតាធីនិងកូនរបស់គាត់ក៏បាននិយាយតបទៅវិញថាមិនអីទេខ្ញុំអហោសិកម្មហើយខ្ញុំលើកលែងទោសឲ្យឯងអស់ហើយសូមឯងតែចាប់ជាតិនិងទៅរកភពថ្មីចោះសូមកាត់ជាណាឲ្យឯងខ្លាចទៅជាមនុស្សល្អកុំឲ្យមានកម្មពៀដូចជាតិនេះអីហើយខ្ញុំនឹងសន្យាថានឹងធ្វើបុណ្យអតិកុសលទៅឲ្យឯងសូមឯងបញ្ញាប់ទៅចាប់ជាតិចោះឯងកុំបារម្ភពីខ្ញុំនិងកូនអីគ្រាន់តែតាធីនិយាយហើយប្រលឹងយាយសំក៏បានរលេងបាត់ទៅហើយចាប់តាំងពីពេលនោះមកតាធីនិងកូនរបស់គាត់ក៏បាននាំគ្នារើអេវ៉ាន់មកនៅផ្ទះកូនដូចធម្មតាហើយជារៀងរាល់ឆ្នាំតាធីតែធ្វើបុណ្យអតិកុសលទៅឲ្យយាយសំហើយជារៀងរាល់សិលកូនប្រុសកូនស្រីរបស់គាត់តែយកចង្ហាន់ទៅបួសដើម្បីបាំងស្គលអតិកុសលទៅឲ្យយាយសំជារៀងរាល់សិលហើយចាប់តាំងពីថ្ងៃនេះមកអ្នកស្រុកអ្នកភូមិក៏លេចបានឃើញអាបិសំ
ឬក៏ប្រលឹងខ្មោចយីសំទៀតដែរហើយសម្រាប់រឿងនេះគឺចប់តែប៉ុណ្្នឹងឯងយ៉ាងណាខ្ញុំក៏សូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាស្ដាប់រឿងនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាខ្ញុំនិយាយមានលើសលួសខ្វះខាតត្រង់ពីសម្ដីកន្លែងណាមួយក៏សូមពុកម៉ែបងប្អូនជួយខន្តីអភ័យទោសមកដល់រូបខ្ញុំបាទផងដែរហើយជាចុងក្រោយបើសិនជាពុកម៉ែបងប្អូនមានហេតុការណ៍ក៏ដូចជាបទពិសោធន៍ដែលបងប្អូនជួបប្រទះនៅខ្មោចលងផ្ទាល់ហើយបងប្អូនចង់ចែករំលែកបងប្អូនមិនដឹងថាចែករំលែកតាមណាបងប្អូនគ្រាន់តែចុចលើ link Telegram ដែលខ្ញុំដាក់ caption នៅខាងលើបើបងប្អូនឆាតមកកាន់ខ្ញុំសរសេរជាអត្ថបទក៏បាន voice សារជាសំឡេងក៏បានខ្ញុំនឹងយកបទពិសោធន៍របស់បងប្អូននិងរឿងពិតរបស់បងប្អូនដែលត្រូវខ្មោចលងទៅចែករំលែកទៅកាន់បងប្អូនប្រិយមិត្តយើងបន្តទៀតយ៉ាងណាខ្ញុំក៏សូមអរគុណនិងសូមគោរពលា